ខ្ញុំនឹងពន្យល់នាងដោយផ្ទាល់អ្នកមកសាកលវិទ្យាល័យវិទ្យាសាស្ត្រស៊ូជើគ្រាន់មិនទាំងស្រុងទេតើមិនមែនដោយសារអ្នកខ្លះមានប្រតិអញ្ចឹងហើយបានជាខ្ញុំមកដោះស្រាយដោយផ្ទាល់តើអ្នកអាចឈប់មើលមកខ្ញុំដោយក្រសែភ្នែកបែបនេះបាទហើយក៏ឈប់និយាយជាមួយខ្ញុំក្នុងទឹកដុំរាល់ពាក្យសម្ដីរបស់អ្នកសុទ្ធតែបង្កប់នូវភាពស្និទ្ធវានឹងធ្វើឲ្យខ្ញុំយល់ច្រឡំថាអ្នកកំពុងតែចែកអ្នកមិនបានយល់ច្រឡំទេគឺខ្ញុំកំពុងតែចែកចង់អ្នកមែនប៉ុន្តែអ្នកមិនគួរធ្វើបែបនេះទេតាំងពីពេលដែលខ្ញុំសម្រេចចិត្តបោះបង់អ្វីគ្រប់យ៉ាងនៅពួកយើងគឺជាមនុស្សដែលរស់នៅពិភពពួកយើងមិនគួរនៅបន្តតាក់ទងចម្ងាយមិនមែនជាបញ្ហាប៉ុន្តែខ្ញុំមានបញ្ហាការសិក្សារបស់ខ្ញុំមានញឹកណាស់តើមានពេលឯណាអ្នកមិនបាច់ខ្វល់ពីខ្ញុំទេខ្ញុំ我有时间和精力ឈីយីតើអ្នកធ្លាប់គិតទេថាកាលពីជាតិមុនហេតុអ្វីបានជាអ្នកតែងតែប្រងើយកន្តើយចំពោះខ្ញុំលុះត្រាតែខ្ញុំចាក់ចេញទៅទើបអ្នកស្រាប់តែមកតាមលួងលោមពីព្រោះអ្នកមិនដែលស្រឡាញ់ខ្ញុំពិតប្រាកដនោះទេអ្នកគ្រាន់តែចូលចិត្តអារម្មណ៍ដែលខ្ញុំតាមគប់គុណអ្នករីករាយនឹងការដែលខ្ញុំដេញតាមអ្នកនិងអារម្មណ៍ដែលត្រូវបានគេលើកដំឈីយីជាតិកាលនេះខ្ញុំហត់ខ្ញុំមិនចង់តាមអ្នកទៀតទេខ្ញុំទៅហើយជាតិកាលនេះទុកឲ្យខ្ញុំជាអ្នកដេញតាមអ្នកវិញខ្ញុំនឹងតាមរហូតដល់អ្នកព្រមធ្វើឈីយីអ្នកឈួតហើយខ្ញុំមិនស្រឡាញ់អ្នកទៀតទេលែងដៃលែងមិនលែង不放ខ្ញុំដាច់ខាតខ្ញុំនឹងនៅតោងទាមអ្នកបែបនេះឯង我就是要产品我就是不放手下课ចេញពីថ្នាក់ហើយនៅតែមិនចង់大哥បងប្រុសកាលពីមុនមិនដែលដឹងថាក្មេងតូចកុំចេះដឹងរឿងគេពេកតើលោកមានការអ្វីផ្សេងទៀតជាមួយស៊ូជីពួកយើងគ្មានរឿងអ្វីទៀតស៊ូជីចិនល្មមហើយខ្ញុំឃ្លានបាទលោកគ្រូហ្វុងហៅមិត្តភ័ក្តិទាំងអស់ក្នុងដេប៉ាតឺម៉ង់មកយប់នេះយើងមានការមីអ៊ីតាលីគ្រីមនៅហាងនេះឆ្ងាញ់បន្តិចទៀតយើងក៏មកមីអ៊ីតាលីគ្រីមមុនអូស៊ូជីចិនអ្នកទាំងពីរមកដល់ហើយពួកយើងចាំ来快坐ក្នុងនាមជាអ្នកមកដល់គ្រប់គ្នាហើយតោះ你跟踪我ថ្ងៃនេះសមាជិកក្នុងដេប៉ាតឺម៉ង់មកជុំគ្នាសង្ឃឹមថាឱកាសនេះនឹងធ្វើឲ្យពួកយើងកាន់តែស្និទ្ធស្នាលបាទពិតមែនហើយ直九同学选的តោះពួកយើងលើក来我们大家敬直九同学一杯ជារឿងតូចតាចប៉ុណ្ណោះអរគុណលោកប្រធានឈឺដែរជាវតោះយើងលេងហ្គេមគឺនិយាយពាក្យពិតគំនិតល្អបន្តិចទៀតខ្ញុំនឹងបង្វិលដបបើមាត់ដបចង្អុលទៅរកអ្នកណាអ្នកនោះបើឆ្លើយមិនរួចត្រូវផឹកស្រាត来吧អូចៃដន្យមែនលោកប្រធានឈឺតើសំណួរអ្វីឬថាលោកប្រធានឈឺប្រឡងជាប់លេខ1ចូលរៀនលោកប្រធានឈឺទាំងក្មេងទាំងមានសមត្ថភាពបែរជាបដូរជំនាញមកសិក្សាតើមិនមែនដោយសារមានគឺមនុស្សក្នុងចិត្តនៅ哇师座好厉害啊厉害真是心上人师傅到底为什么来苏医大呀是មែនហើយ